ចំពោះមូលហេតុដែលខ្ញុំងាកមកចិញ្ចឹមគោអត់បោកវិញទី1ដោយសារតែគោនេះមានតម្លៃថ្លៃល្អហើយគោនេះស្រួលចិញ្ចឹមនិងវាធំលូតលាស់លឿនហើយចំពោះការចិញ្ចឹមគោក្នុងស្រុកហើយនិងគោបរទេសនេះខ្ញុំបានសង្កេតឃើញថាគោបរទេសនេះវាមានតម្លៃថ្លៃហើយវាលូតលាស់បានលឿនហើយនឹងសាច់ច្រើនជាងគោទន្លេយើងធម្មតាហើយរហូតមកដល់ឥឡូវនេះខ្ញុំមានចិញ្ចឹមគោ3ពូជមានដូចជាគោអត់បោកគោវ៉ាខ្ជូហើយគោបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទឈ្មោះធាសវត្ថថៃហើយខ្ញុំជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅភូមិដំបងពាក់ឃុំវាមលូស្រុកពញាក្រែកខេត្តត្បូងឃ្មុំបច្ចុប្បន្នខ្ញុំមានចិញ្ចឹមគោ3ពូជមានគោអត់បោកដូចជាគោពូជវ៉ាខ្ជូ5ម៉ាន់ជាមួយនឹងគោយកទៅដោះបងចំពោះបទពិសោធន៍ចិញ្ចឹមគោគឺខ្ញុំចាប់ផ្ដើមតាំងពីឆ្នាំ2022មកដល់ឥឡូវហើយតាំងពីមុនខ្ញុំធ្លាប់ចិញ្ចឹមគោខ្មែរយើងគោពូជទន្លេហ្នឹងហើយរហូតមកដល់ឥឡូវនេះខ្ញុំមានចិញ្ចឹមគោ3ពូជមានដូចជាគោអត់បោកគោវ៉ាខ្ជូហើយគោ5ម៉ាន់ជាមួយនឹងគោយកទៅដោះបងចំពោះមូលហេតុដែលខ្ញុំងាកមកចិញ្ចឹមគោអត់បោកវិញទី1ដោយសារតែគោនេះមានតម្លៃថ្លៃល្អហើយគោនេះស្រួលចិញ្ចឹមនិងវាធំលូតលាស់លឿនហើយចំពោះការចិញ្ចឹមគោក្នុងស្រុកហើយនិងគោបរទេសនេះខ្ញុំបានសង្កេតឃើញថាគោបរទេសនេះវាមានតម្លៃថ្លៃហើយវាលូតលាស់បានលឿនហើយនឹងសាច់ច្រើនជាងគោទន្លេយើងធម្មតាហើយចំពោះការឲ្យចំណីក៏ដូចជាការចិញ្ចឹមគឺវាអត់សូវមានលក្ខណៈស្មុគស្មាញទេគឺយើងក្នុងគោមួយក្បាលនេះយើងឲ្យវាស៊ីចំណីក្នុងមួយថ្ងៃ6គីឡូហើយយើងបែងចែកជា3ពេលព្រឹកថ្ងៃល្ងាចអញ្ចឹងទៅហើយយើងយកចំណីនេះច្របល់ជាមួយនឹងស្មៅផ្អាប់ហើយបន្តទៅពីដាក់ស្មៅដាក់ចំណីឲ្យអស់ដល់ពេលយប់គឺយើងបន្ថែមច្បាំងឲ្យវាបន្ថែមទៀតហើយចំពោះបទពិសោធន៍នៃការប្រើប្រាស់ចំណីគឺខ្ញុំឃើញចំណីខាងបងទៅខាងប៉ាងនេះល្អសត្វចូលចិត្តស៊ីហើយវាមានការលូតលាស់លឿនចំណីរបស់ខាងសហគ្រាសនិងខាងប៉ាងខ្ញុំសង្កេតឃើញថាគោចូលចិត្តស៊ីមានក្លិនឈ្ងុយហើយឡើងសាច់បានលឿនហើយនឹងបងប្អូនអាចមើលគោខ្ញុំបានគោមួយក្បាលអាចឡើងទៅដល់5-600គីឡូឬមួយក៏លើស600គីឡូដែរហើយចំពោះការប្រើប្រាស់ចំណីវិញគឺខាងសហគ្រាសគឺគាត់គិតគូរដល់អ្នកចិញ្ចឹមមែនតើគឺគាត់គត់គង់ឲ្យយើងដល់កន្លែងហើយចំពោះតម្លៃវិញគឺសមរម្យមែនតើអាចទទួលយកបានចំពោះកសិករយើង